Yes, hi everyone. Let's continue our English Headway Free Intermediate. Yes. So in this video we continue unit 4, yeah, food for short, and we focus on page 48. So you can open your book to page 48 to study with this video together and study about this point. Yeah, writing. ណាបាទអញ្ចឹងអ្នកទាំងអស់គ្នាថ្ងៃនេះយើងបន្តមេរៀនទី4របស់យើងជាបន្តទៀតចូលទៅចំណុចទំព័រទី48ដែលយើងនឹងសិក្សាអំពី writing បាទហើយ writing ខាងនេះគឺយើងនឹងសិក្សាទាក់ទងទៅនឹង postcard ណា writing of postcard អញ្ចឹងកុំឲ្យនៅរងចាំយូរយើងចូលទៅសិក្សាមេរៀនរបស់យើងតែម្ដងបាទ let's go. Yes, writing a postcard. Yeah, style and synonym. You know style? Yeah, mình ha tầm rung bài bot. Yeah, and a synonym មានន័យថានៃដូចគ្នាបាទអញ្ចឹងក្នុងការសរសេរគឺគេប្រើពាក្យនៃដូចហើយនឹងទម្រង់ style របស់ postcard ហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាពិនិត្យមើល style របស់គេបាទអញ្ចឹងនេះគឺជា style នៃការសរសេរ postcard បាទអញ្ចឹងយើងអាចរៀនសរសេរ postcard ឬក៏សរសេរអាហ្នឹងគេហៅថារបៀបផ្សេងសារលិខិតទៅលេងនរណាម្នាក់ផ្ញើឲ្យនរណាម្នាក់ដើម្បីគេដឹងពីស្ថានភាពយើងនៅទីនេះយ៉ាងម៉េចហ្នឹងណាបាទអញ្ចឹងដូចជា postcard របស់ Rabbi ហើយនិង Lucas គឺពួកគាត់ទាំងពីរនាក់ហ្នឹងគឺទៅ holiday ណា Yes ឥឡូវយើងមកសិក្សាអំពីអត្ថបទរបស់គាត់តើគាត់សរសេរពីអ្វីខ្លះយើងចូលទៅសិក្សាអត្ថបទរបស់គាត់តែម្ដង Yes Hi Jonah greeting from friends We are having a night time in the Alps near Mont Blanc. We are not skiing, obviously, we are hiking. The mountains are nice at this time of year. There are lots of nice wildflowers. Hope you enjoy getting a postcard. We had lunch in this nice restaurant today and we wanted to send this postcard because the picture on it is so nice. The weather is nice, so the view really was nice. The food was really nice too. Logas had steak and said the french fries were nice. Was climbing a mountain for. My grandmother's roast chicken was nice. But the chocolate dome with spice caramel sauce was truly nice. Sorry, I'm obviously hungry again after an afternoon hiking. See you soon. Love, Rabbi and Lucas. នេះគឺជាអត្ថបទរបស់ Rabbi ហើយនិង Lucas ដែលគាត់ផ្ញើទៅ Jonah ណាគាត់ផ្ញើទៅ Jonah ដែលគាត់ទៅដំណើរកម្សាន្តនៅប្រាំងហ្នឹងហើយគាត់ផ្ញើ postcard ហ្នឹងទៅឲ្យ Jonah អញ្ចឹងនៅក្នុងអត្ថបទនេះគឺខ្ញុំបានលើកឡើងនៅ keyword 2ដែលខ្ញុំចង់បង្ហាញទៅដល់អ្នកទាំងអស់គ្នាបាទទី1គឺពាក្យថា hiking អញ្ចឹង hiking part of speak of it គឺ noun yeah mean that the activity for going for long walks in the countryside yeah នេះគឺ hiking ណាមានន័យថាការដើររយៈពេលរយៈចម្ងាយឆ្ងាយនៅទីជនបទ yeah and number 2 caramel yeah អញ្ចឹងពាក្យនេះយើងអាចអានបានថាcaramel ក៏បានឬក៏ camel ក៏បានដែរណាយើងអាចអានបានពីរតាមប្រណានរបស់ UK ហើយនិង US yeah caramel ហ្នឹងគឺ part of speak of it គឺជា uncountable noun yeah mean that burnt sugar used to give flavor and a brown color to food បាទអញ្ចឹងមានន័យថាម៉េចអ្នកទាំងអស់គ្នាបាទជាមានន័យថាជាស្ករដែលគេធ្វើណាគេធ្វើសម្រាប់បង្កើនរសជាតិទៅដល់ដែលមានពណ៌រាងពណ៌ត្នោតណាបាទសម្រាប់ដាក់នៅលើអាហារយ៉ាអញ្ចឹងយើងស្គាល់ហើយនេះដែលយើងហៅថា caramel អញ្ចឹងយើងយល់ហើយពាក្យថា caramel គឺជាប្រភេទស្ករដែលគេសម្រាប់ដាក់ទៅឲ្យមានរសជាតិនៅលើអាហារហ្នឹង yes បាទអញ្ចឹងអ្នកទាំងអស់គ្នាអាចព្យាយាមរៀនអានអត្ថបទនឹងឡើងវិញបាទហើយឬក៏ស្ដាប់សារឡើងវិញដែលខ្ញុំបានអានជូនអ្នកទាំងអស់គ្នាហើយអញ្ចឹងយើងបន្តទៅចំណុចមួយទៀត Yeah ចូល number 2 Rabbi used nice
11 times yeah បាទអញ្ចឹងឃើញទេ Rabbi គឺប្រើពាក្យ nine ហ្នឹងច្រើនដងណាស់ដល់ទៅ11ដងនៅក្នុង postcard របស់គាត់អញ្ចឹងអានេះជា technique មួយនៅក្នុងការប្រើពាក្យ nice បាទអញ្ចឹងដល់ពេលដែលអ្នកទាំងអស់គ្នារៀនសរសេរគួរណារកពាក្យណាជំនួសពាក្យ nine ហ្នឹងឲ្យបានច្រើនកុំឲ្យប្រើពាក្យ nine ហ្នឹងច្រំដែលពេកបាទអញ្ចឹងយើងអានមិញដូចជាយើងស្ដាប់ទៅមើលទៅ nine រហូតណាពាក្យមានពាក្យ nine ច្រើនតទៀត complete these sentences with other activities from the box yes sometimes more than one is possible but try to use each adjective only once បាទអញ្ចឹងកន្លែងនេះគេឲ្យយើងបំពេញប្រយោគនៅខាងក្រោមហ្នឹងជាមួយនឹងគុណនាមដែលមាននៅក្នុងប្រអប់នេះបាទមាននៅក្នុងប្រអប់ហ្នឹងបាទហើយគេថាពេលខ្លះយើងអាចប្រើច្រើនដងអាចប្រើច្រើនពាក្យបាទច្រើនពាក្យហ្នឹងបាទប៉ុន្តែគេឲ្យយើងព្យាយាមប្រើ adjective មួយតែម្ដងគត់ណាព្យាយាមប្រើ adjective មួយហ្នឹងតែម្ដងទេអញ្ចឹងមានន័យថាដូចពាក្យ nice ដែល Rabbi គាត់សរសេរនៅក្នុង postcard នេះអញ្ចឹងយើងគួរប្រើពាក្យអីជំនួសវិញកុំឲ្យប្រើច្រើនដងពេកណាព្យាយាមប្រើតែម្ដងទៅបានហើយបាទដូចគ្នាដែរនៅក្នុងប្រយោគទាំងអស់នេះគេឲ្យយើងមានជម្រើសប្រើពាក្យបានច្រើនប៉ុន្តែកាលណាយើងសរសេរអត្ថបទគឺយើងព្យាយាមប្រើពាក្យហ្នឹងឆ្លាស់គ្នាម្ដងម្នាក់ទៅកុំឲ្យប្រើពាក្យច្រំដែលដូចRabbi គាត់សរសេរ postcard នឹងដែរបាទអញ្ចឹងយើងកុំឲ្យប្រើច្រំដែលយើងគួរតែប្រើពាក្យផ្សេងមកជំនួសដែលមានអត្ថន័យដូចគ្នាណាគេហៅថាជា synonym ណា synonym យេបាទអញ្ចឹងនៅក្នុងប្រយោគទាំង10នេះបាទខ្ញុំមានគេឲ្យយើងយកពាក្យហ្នឹងមកបំពេញហើយក្នុងមួយប្រយោគនេះគឺយើងមិនត្រឹមតែមួយពាក្យទេដែលយើងអាចបំពេញបានគឺយើងអាចបំពេញដោយប្រើពាក្យ adjective នេះច្រើនដងប៉ុន្តែដល់ពេលយើងសរសេរដូចខ្ញុំបាននិយាយមិញហ្នឹងគឺយើងព្យាយាមប្រើតែម្ដងបានហើយកុំឲ្យប្រើពាក្យច្រំដែលពេកនៅក្នុងអត្ថបទរបស់យើងបាទអញ្ចឹងខ្ញុំមានជាចម្លើយហើយដែលយើងអាចបំពេញយក adjective មកបំពេញនៅប្រយោគខាងក្រោមហ្នឹងបាទខ្ញុំមានជាចម្លើយហើយអ្នកទាំងអស់គ្នាអាចកត់ទុកដើម្បីងាយស្រួលក្នុងការប្រើប្រាស់នៅថ្ងៃក្រោយដែលយើងចង់សរសេរហើយយើងប្រើ clear បែបហ្នឹងហើយយើងគួរប្រើពាក្យនេះម្ដងពាក្យនោះម្ដងកុំប្រើពាក្យដដែលដូច Rabbi បាទអញ្ចឹងយើងទៅមើលនៅចម្លើយដែលយើងអាចយកមកបំពេញនៅក្នុងប្រយោគទាំង10ហ្នឹងបានយេបាទអញ្ចឹងទី1គឺយើងមានពាក្យថាមាន wonderful fabulous lovely and good បាទអញ្ចឹងពាក្យហ្នឹងគឺយើងអាចប្រើក្នុងប្រយោគទី1នេះយើងអាចប្រើជំនួសពាក្យណាមួយក៏បានដែរណាបាទអញ្ចឹងមានច្រើនបាទអញ្ចឹងយើងសិក្សាលើពាក្យក្នុងនេះគឺវាន័យវាដូចគ្នាទេប្រហែលគ្នាទេណាបាទអញ្ចឹងដូចជានេះ wonderful fabulous lovely and good បាទអញ្ចឹងបើក្នុងកលៈទេសៈហ្នឹងគឺប្រយោគហ្នឹងគឺយើងអាចប្រើបាន4ហ្នឹងបាទអញ្ចឹងយើងមើលទៅជាបន្តបន្ទាប់ទៀតពាក្យនៅក្នុងប្រយោគទី2បាទនេះណាទី3បាទអញ្ចឹងមានពាក្យទាំងអស់ហ្នឹងបាទអ្នកទាំងអស់គ្នាអាចកត់ពាក្យទាំងអស់ហ្នឹងដើម្បីឲ្យងាយស្រួលយើងប្រើប្រាស់នៅថ្ងៃក្រោយបាទអញ្ចឹងខ្ញុំស្រោតតិចទៅព្រោះកុំឲ្យវីដេអូរបស់យើងរៀងវែងបាទសង្ឃឹមថាអ្នកទាំងអស់គ្នាអាចកត់ប្រយោគពាក្យទាំងអស់ហ្នឹងដើម្បីយើងងាយស្រួលប្រើប្រាស់ហើយអត្ថន័យនៅក្នុងប្រយោគនេះគឺយើងអាចប្រើពាក្យទាំងអស់នៅខាងស្ដាំហ្នឹងបាទហើយដើម្បីឲ្យកាន់តែពង្រីកភាសាអង់គ្លេសរបស់អ្នកកាន់តែខ្លាំងអ្នកទាំងអស់គ្នាអាចយកប្រយោគមួយហ្នឹងមកបំពេញម្ដងមកពាក្យតាមពាក្យដែលខ្ញុំបានឲ្យនៅខាងស្ដាំហ្នឹងបាទហើយយើងអាចបំពេញបានអាចសរសេរបានច្រើនប្រយោគដូចជាទី1អញ្ចឹងអ្នកទាំងអស់ឃើញទី1មាន wonderful fabulous lovely and good អញ្ចឹងប្រយោគទី1យើងអាចសរសេរបាន4ប្រយោគឃើញទេដោយប្រើពាក្យនេះម្ដងប្រើពាក្យនេះម្ដងប្រើនេះម្ដងបាទអញ្ចឹងយើងអាចប្រើបាន4ប្រយោគបាទអញ្ចឹងយើងព្យាយាមពង្រៀនបំបែកណាយើងព្យាយាមរៀនបំបែក clear ប្រយោគរបស់យើងឲ្យបានច្រើនទៅយើងកាន់តែមានន័យថាកាន់ពង្រីកចំណេះដឹងរបស់យើងបាទអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្ណឹងសម្រាប់មេរៀនទី4របស់យើងបាទអញ្ចឹងជាចុងក្រោយសូមអ្នកទាំងអស់គ្នាជួយចុច like ហើយជួយចុច subscribe លើ channel YouTube ដើម្បីទទួលបានមេរៀនថ្មីជាបន្តទៀតហើយអ្នកទាំងអស់គ្នាអាច join ចូល group Telegram New Headway Free Intermediate បាទឬក៏ channel Telegram LBT Club បាទអញ្ចឹងមានតែប៉ុណ្ណេះបាទ thanks for watching see you next video bye bye